សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអំពីរបៀប install software ទៅលើ computer client ដោយប្រើ group policy ជាដំបូងយើងត្រូវមាន folder មួយដែល folder ខ្ញុំនេះត្រូវខ្ញុំដាក់ឈ្មោះថា MSI ហើយនៅក្នុង folder ហ្នឹងត្រូវមាន file ដែលយើងចង់file install file program មួយដែលយើងចង់ install ទៅលើ computer client ហ្នឹងហើយខ្ញុំមាន file Firefox មួយហើយfile ហ្នឹងគឺវាមានត្រូវមានថាជាកតុយជា MSI ប្រភេទ MSI file បាទនេះគឺប្រភេទវាជា MSI អូខេអញ្ចឹងខ្ញុំជាដំបូងខ្ញុំនឹង share folder ហ្នឹងទៅកាន់ property ចូល sharing ចុច advanced sharing ហើយខ្ញុំដាក់ឈ្មោះវាថា MSI អញ្ចឹងខ្ញុំចូល permission ដាក់តែ everyone ហើយ check ត្រង់ full control តមកចុច OK អូខេ close តមកចូលទៅកាន់ group policy ចង់ចូល domain ហើយចុចនៅត្រង់នេះ domain របស់យើង right click ចុច create a group GPO group policy តមកដាក់ឈ្មោះវាថា software ចុច OK តមកវានឹងចេញនៅត្រង់នេះ software ហើយចុច right click វាចុច edit តមកចូលទៅកាន់ policy ចូលទៅកាន់ software setting ហើយ software installation right click new package បន្ទាប់មកយើងត្រូវទៅរកទីតាំង file ដែលយើងចង់ install ហ្នឹង MSI ចុច open ហើយចុច assign ចុច OK អូខេឥឡូវវាបានចូលហើយដូច្នេះយើងចុចបិទវាហើយយើងចូលទៅកាន់ computer client ដើម្បីឆែកមើលដូច្នេះវាបានបង្ហាញថានៅលើគ្រប់ computer ទាំងអស់ទាំង server នៅក្នុង domain នេះវានឹង install Mozilla Firefox នេះដល់ខ្លួនឯងអញ្ចឹងបើខ្ញុំ log ចូលទៅ computer client វានឹង install ចឹងដូចគ្នាអញ្ចឹងយើងសាកល្បងចូលទៅមើលអូខេឥឡូវយើងធ្វើការ log in អូខេឥឡូវ Mozilla Firefox យើងបាន install នៅលើ computer client នេះរួចហើយ ឆ្នេះការបង្ហាញរបស់ខ្ញុំបានចប់តែប៉ុណ្ណេះ